រឿងមហាចៅចិត្តជាអស់កាលជាយូរលង់ណាស់មកហើយមានចៅសមុទ្រដ៏ល្បីល្បាញម្នាក់គាត់គឺជាចៅសមុទ្រចិត្តជាដែលជាមិត្តនឹងព្រះបុត្រានៃរាជាណាចក្ររបស់ពួកគេចៅសមុទ្រនិងព្រះបុត្រាពួកគេទាំងពីរនាក់ពិតជាស្រឡាញ់រាប់អានគ្នាដូចជាបងប្អូនបង្កើតអញ្ចឹងថ្ងៃមួយព្រះបុត្រាទ្រង់ក៏មានហឫទ័យចង់ជិះសំពៅនិយាយគ្នាលេងជាមួយមហាចៅចិត្តជានោះព្រះអង្គម្ចាស់មានទុកកង្វល់មែនទេក្រាបទូលត្រូវហើយយើងពិបាកហឫទ័យណាស់គិតអ្វីមិនចេញនោះទេហើយតើជារឿងអ្វីទៅក្រាបទូលហើយគ្មានរឿងអ្វីក្រៅពីសុវត្ថិភាពរបស់ព្រះនគរនោះទេយើងពិតជាមិនចង់ឃើញប្រជាជននៅក្នុងរាជាណាចក្រយើងមានគ្រោះថ្នាក់ឬរស់នៅមិនបានសុខនោះទេក្រាបទូលព្រះអង្គម្ចាស់ទូលបង្គំមានគំនិតមួយតើព្រះអង្គម្ចាស់ធ្វើតាមទូលបង្គំដែរឬទេក្រាបទូលគំនិតឆាប់និយាយមកយើងចង់ដឹងតើព្រះអង្គឮគេនិយាយរឿងព្រេងសៀវភៅសន្តិភាពដែរទេក្រាបទូលសៀវភៅសន្តិភាពត្រូវហើយយើងធ្លាប់ដឹងពីវាខ្លះដែរតើមានពិតប្រាកដមែនទេរឿងអ្វីក៏ដោយក្រាបទូលឲ្យតែតកតូននឹងវត្ថុមានតម្លៃទូលបង្គំដឹងទាំងអស់ក្រាបទូលសៀវភៅសន្តិភាពនោះវាប្រកាសជាមានហើយក្រាបទូលចុះសៀវភៅនោះរក្សាទុកនៅទីណាដែរប្រាប់យើងមកមិនអីទេក្រាបទូលបន្តិចទៀតយើងធ្វើដំណើរទៅដល់ហើយក្រាបទូលចៅចិត្តជាបាននាំព្រះបុត្រាទៅកន្លែងដែលរក្សាទុកសៀវភៅនោះទីនេះហើយព្រះបុត្រាជាកន្លែងដែលរក្សាទុកសៀវភៅសន្តិភាពនោះក្រាបទូលយើងមើលទៅវាពិតជាពិបាកក្នុងការឡើងទៅយកវាខ្លាំងណាស់តើធ្វើយ៉ាងម៉េចទៅមិនអីទេព្រះបុត្រារឿងនឹងព្រះបុត្រាទុកចិត្តលើទូលបង្គំចុះព្រះបុត្រានៅចាំទីនេះហើយក្រាបទូលចាំទូលបង្គំយកមកឲ្យវាជារឿងងាយស្រួលខ្លាំងណាស់សម្រាប់ទូលបង្គំវាមិនពិបាកឡើយក្រាបទូលចៅចិត្តជាបានឡើងទៅលើប្រាសាទនោះហើយយកសៀវភៅមកឲ្យព្រះបុត្រានេះណែព្រះបុត្រាវាគឺជាសៀវភៅសន្តិភាពព្រះអើយវាមិនមែនជារឿងព្រេងនិទានឡើយវាគឺជាការពិតរាជាណាចក្រយើងនឹងមានសេចក្តីសុខប្រសិនបើយើងមានសៀវភៅនេះយើងពិតជាអរគុណឯងខ្លាំងណាស់ក្រាបទូលមិនអីទេព្រះបុត្រាវាជារឿងបន្តិចបន្តួចទេសម្រាប់ទូលបង្គំឬបន្តិចសម្រាប់ឯងតែវាធំណាស់សម្រាប់យើងណាតែយ៉ាងណាយើងពិតជាអរគុណឯងខ្លាំងណាស់នៅពេលដែលយើងរៀបចំសាងសង់សំណាក់ដែលរក្សាទុកសៀវភៅនេះរួចហើយយើងនឹងអញ្ជើញឯងទៅជប់លៀងនៅរាជវាំងទូលបង្គំដឹងហើយព្រះបុត្រាទូលបង្គំនឹងទៅក្រាបទូលឥឡូវយើងដល់ពេលដែលត្រូវយាងចូលរាជវាំងវិញហើយតោះត្រឡប់ទៅវិញទៅព្រះបុត្រាបានធ្វើដំណើរត្រឡប់ចូលទៅក្នុងរាជវាំងហើយចាត់ចែងឲ្យគេរៀបចំសាងសង់កន្លែងដាក់សៀវភៅនោះយ៉ាងហ្មត់ចត់ដើម្បីការពារសៀវភៅនោះមិនឲ្យមាននរណាម្នាក់លួចបានឡើយលុះក្រោយមកកន្លែងរក្សាសៀវភៅបានសាងសង់រួចហើយព្រះបុត្រាបានអញ្ជើញចៅចិត្តជាមកចូលរួមពិធីជប់លៀងហើយមនុស្សគ្រប់គ្នាពិតជាសប្បាយចិត្តខ្លាំងណាស់តើមកដល់ហើយមែនទេក្រាបទូលព្រះបុត្រាទូលបង្គំមកដល់ហើយក្រាបទូលគេបានជួយយើងច្រើនណាស់សួស្ដីទៅកាន់គេទៅចាសួស្ដីលោកក្រាបទូលព្រះនាងតើព្រះនាងជាព្រះអនុជរបស់ទ្រង់មែនទេក្រាបទូលចាមែនហើយអញ្ចឹងបានជារូបរាងស្រស់ស្អាតដូចជាព្រះបុត្រាណាលោកចេះតែនិយាយហើយពាក្យសម្ដីទូលបង្គំគ្រប់ម៉ាត់គឺជាការពិតបើមិនជឿសួរព្រះបុត្រាទៅក្រាបទូលមែនហើយគេមិនដែលនិយាយកុហកទេនិយាយអញ្ចឹងខ្ញុំអៀនណាអញ្ចឹងអ្នកទាំងពីរនិយាយគ្នាលេងនៅទីនេះសិនចុះយើងទៅរកកន្លែងនោះហើយណាក្រាបទូលព្រះបុត្រាស្ដេចយាងពួកគេបាននិយាយគ្នាលេងយ៉ាងសប្បាយរីករាយក្នុងពិធីជប់លៀងនោះប៉ុន្តែមានបិសាចស្រីម្នាក់ដែលមានឈ្មោះថាអ៊ីរីសនាងជាបិសាចដែលស្រូបយកថាមពលចិត្តអាក្រក់ពីមនុស្សបើមនុស្សកាន់តែអាត្មានិយម
នាងអាចស្រូបយកកម្លាំងធម្មពលកាន់តែខ្លាំងពីពួកគេអ៊ីរីបានខ្លាចបន្លំខ្លួននាងទៅជាចៅចិត្តជាហើយលួចសៀវភៅសន្តិភាពនោះនាងក៏បានទម្លាក់កំហុសទៅលើចៅចិត្តជាដោយបន្សល់ទុកកាំបិតរបស់ចៅចិត្តជាក្រោយពីដឹងថាបាត់សៀវភៅនេះហើយរាជវាំងទាំងមូលបានច្របូកច្របល់ហើយក៏ចាប់ចៅចិត្តជាសួរចម្លើយតើឯងបានលួចយកសៀវភៅសន្តិភាពមែនទេអត់ទេទូបង្គំមិនបានលួចទេក្រាបទូលតើឲ្យទូបង្គំនិយាយប្រមាណដងទៀតចុះហេតុអីបានជាកាំបិតរបស់ឯងនៅកន្លែងទុកសៀវភៅទៅវិញឆាប់បកស្រាយមកទូបង្គំក៏មិនដឹងដែរថាហេតុអីបានជាវានៅទីនោះព្រោះពេលនោះទូបង្គំផឹកស្វឹងសន្លប់មិនដឹងខ្យល់អីនោះទេក្រាបទូលយើងសួរឯងជាលើកចុងក្រោយតើឯងបានលួចសៀវភៅសន្តិភាពមែនទេទោះជាសម្រាប់ទូបង្គំក៏ដោយក៏ទូបង្គំនៅតែនិយាយថាទូបង្គំមិនបានលួចវាទេក្រាបទូលបានល្អណាស់យើងជឿឯងប៉ុន្តែពេលនេះនៅក្នុងរាជវាំងគេគិតថាឯងជាអ្នកលួចគ្រប់គ្នាយើងមានវិធីមួយណាបន្ទាប់មកព្រះបុត្រាបានប្រកាសថាចៅចិត្តជាបាននិយាយថាសៀវភៅនោះគាត់មិនបានលួចនោះទេអញ្ចឹងយើងត្រូវតែឲ្យគាត់ទទួលខុសត្រូវយកសៀវភៅនោះត្រឡប់មកវិញអត់ទេបើគាត់ទៅរកសៀវភៅនោះហើយគាត់មិនត្រឡប់មកវិញតើឲ្យយើងធ្វើយ៉ាងម៉េចរឿងនេះយើងបានគិតច្បាស់លាស់ហើយបើគាត់មិនត្រឡប់មកវិញទេទុកឲ្យយើងស្លាប់ជំនួសគាត់ទៅចុះទេព្រះបុត្រាកុំធ្វើបែបនេះក្រាបទូលទូលបង្គំពិតជាគិតអ្វីមិនចេញនោះទេក្រាបទូលយើងជឿជាក់ថាឯងប្រកាសជាធ្វើបានយើងសូមប្រកាសថាក្នុងរយៈពេល7ថ្ងៃបើមហាចៅចិត្តជាមិនត្រឡប់មកវិញទេយើងសុកចិត្តស្លាប់ជំនួសគាត់ហេតុអីបានជាមានរឿងបែបនេះកើតឡើងទៅវិញយើងគិតថាឯងមិនធ្វើឲ្យយើងអស់សង្ឃឹមនោះទេណាចៅចិត្តជាឯងទៅចុះបានអញ្ចឹងទូបង្គំលាសិនហើយក្រាបទូលមហាចៅចិត្តជាបានធ្វើដំណើរចាកចេញទៅហេតុអីបានជាព្រះបុត្រាធ្វើបែបនេះចុះបើគេមិនត្រឡប់មកវិញបុត្រានឹងសោយទីវង្គតហើយកុំតន់ក្រោតអីព្រះបិតាទ្រង់រងចាំរយៈពេល7ថ្ងៃសិនទៅក្រាបទូលទូបង្គំជឿជាក់ថាគាត់នឹងត្រឡប់មកវិញជាមិនខាននោះទេមហាចៅចិត្តជាបានធ្វើដំណើរចាកចេញទៅដោយសំពៅប៉ុន្តែព្រះនាងក៏បានសុំចៅចិត្តជាទៅជាមួយផងដែរលោកតើឲ្យខ្ញុំទៅជាមួយផងដែរបានទេមិនបានទេព្រះនាងគឺជាមនុស្សស្រីវាមានគ្រោះថ្នាក់ណាស់សម្រាប់ព្រះនាងទូបង្គំមិនព្រមឲ្យព្រះនាងទៅជាមួយចិត្តដាច់ខាតក្រាបទូលកុំទៅអីណាក្រាបទូលទេយើងត្រូវតែយើងបញ្ជាលោកថាត្រូវទៅនាំយើងយកទៅជាមួយដែរមនុស្សស្រីពិតជាពិបាកមែនយល់ព្រមព្រះនាងអាចទៅជាមួយនឹងទូបង្គំបានពួកគេបានជិះសំពៅទៅជាមួយគ្នាហើយបានទៅដល់កន្លែងមួយជារូងភ្នំមរណៈដែលជាកន្លែងរបស់មច្ឆាឲ្យតែមនុស្សប្រុសណាដែលបានឮសំឡេងរបស់មច្ឆានោះហើយប្រកាសជាវង្វេងស្មារតីមិនអាចកាច់ចង្កូតសំពៅបានឡើយហើយសំពៅនឹងរែទៅបុកថ្មលិចជាមិនខានទេលោកកុំវង្វេងស្មារតីសន្លប់អីសំពៅត្រូវការអ្នកកាច់ចង្កូតឆាប់ភ្ញាក់ស្មារតីឡើងប៉ុន្តែចៅចិត្តជាបានវង្វេងសន្លប់បាត់ទៅហើយបន្ទាប់មកព្រះនាងក៏បានកាច់ចង្កូតសំពៅនោះវិញទីបំផុតសំពៅក៏បានឆ្លងរូងនោះផុតហើយចៅចិត្តជាដឹងថាព្រះនាងពិតជាបានជួយគាត់មែនយ៉ាម៉េចឃើញទេបើមិនបានខ្ញុំប្រហែលជាលោកត្រូវស្លាប់ដោយសារតែសម្លេងមច្ឆានោះហើយយល់ព្រមព្រះនាងឈ្នះហើយចុះយើងត្រូវទៅទីណាទៀតគឺទៅប្រាសាទរបស់អ៊ីរីមានតែគេម្នាក់គត់ដែលអាចបន្លំខ្លួនជាអ្នកដទៃបានហើយសៀវភៅនោះច្បាស់ជានៅនឹងនាងហើយក្រាបទូលពួកគេក៏បានឡើងទៅលើប្រាសាទរបស់អ៊ីរីហើយក៏ជួបនាងស្វាគមន៍អ្នកទាំងពីរដែលមកកាន់ទីនេះតើអ្នកទាំងពីរមកទីនេះមានការអ្វីដែរទេខ្ញុំមកទីនេះដើម្បីយកសៀវភៅសន្តិភាពពីនាងវិញ
នាងឆាប់ប្រគល់មកឲ្យខ្ញុំមកខ្ញុំច្បាស់ណាស់មានតែនាងម្នាក់គត់ដែលអាចយកវាចេញពីរាជវាំងបាន បានយើងនឹងឲ្យសិភៅទៅលោកប្រសិនបើឆ្លើយចម្លើយការពិតចេញពីចិត្ត អញ្ចឹងសួរមករ វាងសិភៅសន្តិភាពនិងព្រះនាងតើលោកយកមួយណាជំរឿសមានតែមួយទេណាលោកគិតមើលទៅបើយកសិភៅហើយព្រះនាងនឹងត្រឡប់ទៅវិញនឹងរៀបការជាមួយអ្នកដទៃលោកត្រឹមតែជាចៅម្នាក់ដែលគ្មានថ្ងៃបានរៀបការជាមួយព្រះនាងឡើយប៉ុន្តែបើលោកយកព្រះនាងយើងនឹងធ្វើឲ្យអ្នកទាំងពីរបានរស់នៅជាមួយគ្នាឆាប់ឆ្លើយមកបើឆ្លើយខុសពីចិត្តខ្លួនឯងលោកនឹងមិនអាចយកឈ្នះយើងបានទេ ខ្ញុំសូមឆ្លើយថាខ្ញុំយកសៀវភៅសន្តិភាព ហេតុអីបានជាយើងនៅទីនេះទៅវិញលោកមិនអាចយកសៀវភៅសន្តិភាពនោះបានទេហ៎ មែនហើយព្រះនាងទូលបង្គំសុំទោស ចំណែកនៅឯរាជវាំងវិញគឺពួកគេបានរងចាំអស់រយៈពេល7ថ្ងៃទៅហើយជាថ្ងៃដែលដល់ពេលប្រហារជីវិតរបស់ព្រះបុត្រា ឈប់សិនដោះលែងព្រះបុត្រាទៅទីបំផុតឯងមកឲ្យមែនទីល្អណាស់ឯងអាចធ្វើបានហើយចុះឯណាសិភៅនោះសុំទោសព្រះបុត្រាទូលបង្គំយកវាមិនបាននោះទេក្រាបទូលព្រះបុត្រារងទុក្ខច្រើនថ្ងៃហើយទេមិនអាចអញ្ចឹងទេយើងមិនចង់ឲ្យឯងស្លាប់ទេព្រះបុត្រាមានរាជកិច្ចត្រូវធ្វើច្រើនទៀតរាជាណាចក្រនេះមិនអាចខ្វះព្រះបុត្រាបានឡើយក្រាបទូលបង្គំត្រឹមតែជាចៅសមុទ្រតូចតាចម្នាក់ប៉ុណ្ណោះបាត់បង់ក៏គ្មានអ្វីស្ដាយដែរក្រាបទូលបង្គំសូមអរព្រគុណនឹងការស្រឡាញ់របស់ទ្រង់ចំពោះទូលបង្គំបើមានជាតិក្រោយពិតមែនសូមឲ្យទូលបង្គំប្រសូតជាព្រះអនុជរបស់ទ្រង់វិញម្ដងទេហេតុអីមានរឿងចកាត់ឡើងចំពោះឯងបែបនេះទៅវិញមិនអាចទេ បន្ទាប់មកអ្នកពិឃាតបានចាប់ផ្ដើមលើកកាំបិតដើម្បីប្រហារប៉ុន្តែអ៊ីរីសបានចេញមកទេហេតុអីទៅជាអញ្ចឹងហេតុអីចិត្តលោកគឺមិនអាចអាត្មានិយមអញ្ចឹងយើងមិនយល់ទេ ចម្លើយនោះវាគឺជាចម្លើយពិតរបស់ខ្ញុំ បានលោកឈ្នះយើងហើយមិនអីទេយើងនឹងឲ្យសិភៅទៅលោកវិញអ៊ីរីក៏បានចាញ់មហាចៅចិត្តជាហើយក៏បានប្រគល់សិភៅសន្តិភាពទៅគាត់វិញបន្ទាប់មកអេរីក៏បានបាត់ស្រមោលគ្មានថ្ងៃមកទីនេះវិញឡើយប្រជារាស្ត្រទាំងមូលអបអរនិងពិតជាសប្បាយចិត្តជាខ្លាំងចំពោះមហាចៅចិត្តជា មុនហ្នឹងយើងឮថាឯងចង់ខ្លាចជាព្រះអនុជយើងនៅជាតិក្រោយមែនទេមិនចាំបាច់ចាំជាតិក្រោយទេរៀបអភិសេកជាមួយនឹងព្រះនាងពេលនេះទៅនឹងខ្លាចជាព្រះអនុជយើងហើយអរព្រះគុណព្រះបុត្រាទីបំផុតមហាចៅចិត្តជាបានរៀបអភិសេកជាមួយព្រះនាងពួកគេទាំងពីរនាក់ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលមានឱកាសអាចរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល